បានក្នុងឱកាសធัวទេសនាថ្ងៃនេះអត់ខ្ញុំករណាអាត្មាភាពមិនបានសម្ដែងអំពីបច្ច័យ4ដែរដែលសម្ដែងអំពីគុណូបការៈរបស់មេត្តាបិតាដែលមានឧបការៈគុណមកលើកូនប្រុសកូនស្រីហ្នឹងតាមពិតពុទ្ធសាសនាព្រះសម្មាសម្ពុទ្ធលោកសម្ដែងថាមនុស្សគ្រប់រូបទាំងអស់នៅលើសាកលលោកសិតតែធ្វើប្រយោជន៍ដល់គ្នានឹងគ្នាបងទៅវិញទៅមកអត់មានដាច់ពីគ្នាទេនឹងសំជ្រាបអញ្ចឹងប៉ុន្តែគុណនោះវាមានតាមធ្ងន់តាមស្រាលប៉ុន្តែបន្តមកនោះសូមឲ្យញោមញាតិជ្រាបហ្នឹងសំបីតែយើងទៅសុំទឹកគេមកកែវយកមកបរិភោគគេដងទឹកឲ្យមកយើងទទួលយកទឹកគេក៏សូមអរគុណនឹងបងនឹងមីងមីអានេះជាគុណគេដែរព្រោះយើងស្រែកទឹកតរោទឹកគេឲ្យទឹកមកបរិភោគដើម្បីបំបត្តិសេចក្តីស្រែកឃ្លាននោះសេចក្តីស្រែកទឹកនៅបំបត្តិឲ្យទៅប្រសេចក្តីស្រែកនឹងវាជាទុកមួយសម្រាប់អានឹងហ្នឹងគេឲ្យទឹកមកកែវមកត្រឡប់យើងឆោមយកគេថាខ្ញុំអរគុណពីបងពីក្មួយពីអីចំពោះអ្នកដែលឲ្យយើងណានេះឧទាហរណ៍យ៉ាងតូចបំផុតតែគេឲ្យអីត្រូវតែអរគុណនឹងគេដឹងគុណគេយើងឲ្យទៅគេដឹងគុណយើងគេឲ្យមកដឹងគុណទៅវិញទៅមកបតិគ្នាដូចកាឡាសំណាញ់យើងមើលកាឡាសំណាញ់គ្មានកាឡាណាមួយដែលដាច់គ្នាទេនឹងសូមឲ្យយើងនិយាយពីគុណនោះបើយើងអត់បានយល់ដឹងទេបាទសំបីគេធ្វើសាលារៀនធ្វើមន្ទីរពេទ្យធ្វើផ្លូវថ្នល់ឲ្យយើងប្រើប្រាស់យើងទៅដល់អាហ្នឹងក៏ជាគុណរបស់គេដែរអ្នកម្ចាស់ទ្រព្យហ្នឹងគេបានបរិច្ចាគលះទ្រព្យសម្បត្តិគេមកសាងជាសាលារៀនជាមន្ទីរពេទ្យជាផ្លូវថ្នល់អីទាំងអស់សម្រាប់ជាប្រយោជន៍ដល់មនុស្សទូទាំងសកលលោកនោះប្រើប្រាស់អ្នកណាមកក៏ប្រើបានគេហៅថាប្រយោជន៍សាធារណៈទូទៅអានោះក៏ជាគុណរបស់គេដែរបើយើងមានតែបានទៅនឹកគុណណាដើរចូលទៅមន្ទីរពេទ្យចូលទៅសាលារៀនទៅរៀនក៏មិនដែលបាននឹកឃើញអរគុណអ្នកសង្ឃមន្ទីរពេទ្យអ្នកសង្ឃសាលារៀនសង្ឃស្ពាហ៍យើងដើរអត់ទេណាបើតាមពុទ្ធសាសនាយើងទៅដើរឆ្លងស្ពាហ៍អើយអរគុណម្ចាស់ដែលសានស្ពាហ៍នេះពុទ្ធសាសនាអញ្ចឹងយើងចូលមន្ទីរពេទ្យក្រោមមលុបអាគារគេនេះទីស្រានេះអូយអរគុណនឹងអ្នកម្ចាស់ទានដែលគេសាងសង់អាគារទីសេនាសនៈឲ្យយើងប្រើប្រាស់អានឹងនិយាយពីគុណវាមានអត់ចេះចប់ទេតេតងនឹងគ្នាណាប៉ុន្តែក្នុងឱកាសនេះសម្ដែងអំពីគុណរបស់មេត្តាបិតាដែលមានមកលើបុត្រធីតានោះព្រះសម្មាសម្ពុទ្ធជាបរមគ្រូព្រះអង្គទ្រង់បានសម្ដែងសង្ឃហធម៌5យ៉ាងសម្រាប់ឲ្យមេត្តាបិតានោះសង្គ្រោះកូនប្រុសកូនស្រីរបស់ខ្លួនសង្ឃហជាភាសាបាលីប្រែជាខ្មែរថាគិតជួយដល់កូនប្រុសកូនស្រីនោះមានស្ថាន5យ៉ាងលោកបង្រៀនជាម៉ែឪនោះឲ្យចេះធัวសង្ឃៈដើម្បីសង្គ្រោះកូននឹងដោយស្ថាន5យ៉ាងហ្នឹងសូមឲ្យយើងញាតិជ្រាបសូមបញ្ជាក់យ៉ាងតែពុទ្ធសាសនាអត់មានតាកតងនឹងខ្មោចទេណាញោមណាតាកតងទៅនឹងមនុស្សរស់มันเคยមានកលៃតនាពុទ្ធសម្ដែងធ្វើប្រុសខ្មោចទូលមានក៏មិនមានតែដាសោះបញ្ញោមញាតិពុទ្ធបរិស័ទយើងយល់ខុសច្រើនណាស់ឃើញមនុស្សស្លាប់គេនិមន្តប្រសង់ទៅសូត្រធ្វើថានឹងតាកតងគាត់អត់ទេណានេះសំជារៀបបញ្ជាអត់ទេអានឹងជាកម្មវិធីអ្នករស់ទេគេនិមន្តប្រសង់ទៅសូត្រទៅខ្មោចងាប់ដែរទីជាក៏ងាប់ភ្នែកជាមកងាប់បាក់អីស្ដាំជាវិស័យវិញ្ញាណជីវិតរបស់ខ្មោចមិននៅឯក្នុងរូបកាយណាទៅបដិសន្ធិនៅកន្លែងមួយផុតហើយអត់ដឹងអីទេអានឹងអត់តាកតងខ្មោចអានឹងកម្មវិធីមនុស្សរស់ទេតែសូមបញ្ជាក់មុនដំបូងទៅនឹងតែពុទ្ធសាសនាតាកតងទៅនឹងមនុស្សរស់សូមជ្រាបទៀតដូចជាក្នុងឱកាសនេះព្រះពុទ្ធលោកបញ្រៀនមេត្តាបិតាត្រូវមានសង្ឃហៈគឺត្រូវជួយសង្គ្រោះកូនដោយស្ថាន5យ៉ាងឲ្យមេត្តាបិតាប្ររពទៅតាមនឹងអនុវត្តអវាទរបស់ព្រះពុទ្ធហ្នឹងប៉ុន្តែយើងជាអ្នកកាន់ពុទ្ធសាសនាអត់សូវបានដឹងទេណាបងសម្បត្តិដឹងតែព្រះពុទ្ធជាម្ចាស់លោក
ទូលមានយើងយ៉ាងណាក្នុងឋានៈជាមេដាដល់អត់ដឹងទេតែថ្ងៃនេះសំណោះញោមញាតក៏ជម្រាបម្ដងឲ្យដឹងទៅថាប្រពុតលោកពន្រៀនឲ្យមេដាដល់សង្គ្រោះកូនដោយស្ថាន5យ៉ាងទី1មេដាបេដាត្រូវអប់រំកូនរបស់ខ្លួនឲ្យប្រព្រឹត្តល្អដោយកាយដោយវាចាចិត្តអប់រំការនៅតូចឃើញកូនធ្វើអីក៏ណែនាំតែកូននេះត្រូវពូលភាសាយ៉ាងនេះនិយាយយ៉ាងនេះអង្គុយយ៉ាងនេះដើរយ៉ាងនេះបានគេហៅថាកូនមានពូជមានពងល្អនេះកូនមានពូជពងគឺជាកូនដែលប្រកបដោយសិលធម៌ហ្នឹងគឺមានតម្លៃថ្លៃថ្នូរចំពោះកូននោះផងចំពោះមេដាបេដាផងកិនគេឃើញកូននោះប្រព្រឹត្តល្អអ្នកប្រាជ្ញបណ្ឌិតមានបញ្ញាគេថាអូយម៉ែឪគេអ្នកចេះដឹងតាពួកសពបរោះគេអ្នកចេះអ្នកដឹងមានបញ្ញាបានគេអប់រំកូនគេបានគេឃើញតែកូនគេឆ្លោះបញ្ចាំងដល់តែម៉ែឪណាអានឹងទី1ទី2ហាម5កូនប្រុសកូនស្រីកុំឲ្យធ្វើអ្វីអាក្រក់ដោយកាយដោយវាចាចិត្តណែនាំបញ្យល់លុបបំបត្តិអំពើអាក្រក់ដែលកូនធ្វើឆ្កឹមឆ្កងនៅទើភ្នែកគេហៅកូនមកអប់រំបញ្យល់ថាគាត់ឲ្យធ្វើនេះគេហៅអំពើឆ្កឹមឆ្កងពាលាពួកសប្បុរសគេមិនចូលចិត្តទេឃើញកូនធ្វើយ៉ាងនេះគេឌីលដល់ម៉ែដល់ឪចឹងនឹងសំឲ្យខ្ញុំនិយាយនេះទី2សង្គ្រោះដោយវិធីនេះទី3កាលណាបើកូនប្រុសកូនស្រីលូតលាស់ចម្រើនលំមនឹងទទួលការសិក្សាបានគប្បីបញ្ជូនកូនទៅកាន់សាលារៀនដើម្បីឲ្យសិក្សារៀនសូត្រអក្សរសិល្ប៍វិជ្ជានោះពីព្រោះមនុស្សមានតម្លៃថ្លៃថ្នូរដោយសារបានទៅសិក្សារៀនសូត្រមានចំណេះវិជ្ជាចម្រើនកើនបញ្ញាដឹងខុសត្រូវញញតែសប្តាហ៍ថ្ងៃមើលភូមិសិក្សាដែលពិភពលោកគេបង្កើតណាមានតាំងពីបឋមមធ្យមរៀនគេបង្រៀនគ្រូបង្រៀនវិចេះតាមលំដាប់រហូតដល់ទៅសាកលវិទ្យាល័យមហាវិទ្យាល័យដល់ទៅបរិញ្ញាបត្រអនុបណ្ឌិតហ្នឹងគឺអ្នកមានបញ្ញាខ្ពង់ខ្ពស់ចេះដឹងនៅសិលសាស្ត្រវិជ្ជាអីសពបែបសត្វយ៉ាងហ្នឹងបណ្ឌិតគឺអ្នកប្រាជ្ញណាញោមណាពាក្យថាបណ្ឌិតគឺអ្នកប្រាជ្ញអ្នកចេះដឹងវិជ្ជាអីដែលច្បាស់លាស់ពិតប្រាកដគេហៅថាបណ្ឌិតឬគេហៅបញ្ញវន្តបញ្ញានិងវន្តៈប្រែថាមនុស្សដែលមានបញ្ញាគេហៅពុបញ្ញវន្តប្រុសគេហៅបញ្ញវន្តស្រីគេហៅបញ្ញវតីឬបញ្ញវន្តីសាអ្នកប្រាជ្ញឯណាមានកម្រិតខ្ពង់ខ្ពស់បំផុតកើតពីការរៀនសូត្រនឹងឯងនេះលោកឪពុកអ្នកម្ដាយកុំប្រហែសទ្វេក៏បីបញ្ជូនកូនប្រុសស្រីទៅសិក្សារៀនសូត្រចំណេះវិជ្ជាដែលចេះដឹងពីសាលាសត្វវិជ្ជាដែលត្រឹមត្រូវមានក្បួនមានតម្រាច្បាស់លាស់ព្រោះនឹងអត់មានប្រហែលទេវិជ្ជាដែលចេញពីសាលារៀននោះអានឹងធំសង្គ្រោះទី3ញោមយានឲ្យកូនទៅរៀនមានចំណេះមានបញ្ញាទុកដូចជាឲ្យទ្រព្យឲ្យសម្បត្តិឲ្យគេមរតកយសស័ក្តិអីហ្នឹងស្ដេចយើងអត់ពិបាកទេប្រភពទ្រព្យសម្បត្តិមាសប្រាក់បុណ្យស័ក្តិអីនៅនឹងវិជ្ជាហ្នឹងឯងអានឹងដូចបើតើឲ្យកូនទៅដូចជាឲ្យសុខសួស្តីសិរីមង្គលទ្រព្យសម្បត្តិយសស័ក្តិស្រេចនឹងការរៀនហ្នឹងឯងអានឹងសំខាន់ណាស់ទី3ហ្នឹងបើនិយាយតាមពុទ្ធសាសនាជាសាសនាដែលសាងមនុស្សឲ្យមានបញ្ញាបំបត្តិសេចក្តីល្ងងរបស់មនុស្សពុទ្ធសាសនាលំអមាន3យ៉ាងលំអថ្នាក់ទី1គឺសិលលំអថ្នាក់កណ្ដាលទី2គឺសមាធិលំអទី3គឺបញ្ញាលំអចុងក្រោយខ្ពស់បំផុតអ្នកដែលមានបញ្ញាហ្នឹងគឺកើតពីការសិក្សាការរៀនសូត្រការត្រេះរិះពិចារណាពលនៅសង្ខារទាំងឡាយដែលកើតមកលោកឲ្យឃើញហេតុផលលើមិនមានហេតុមានផលកើតបើអ្នកដែលមិនមានបញ្ញាបាននេះទៅល្ងងខ្លៅហើយ
นึกอัดปัญญาแต่ละงวงกล่าวชีวิตรอดปอได้สิได้กรีมกรำบ้านซบบ้านสู้สได้เต้ได้โกได้กระใบโยมเมื่อว่าอัดปัญญานั่นมโนแต่อัดปัญญาก็โดยโกโดยกระใบจะได้แต่กันอย่างนี้นะการมอเชียมโนเปรียสมาสัมปุตตุใบใจมโนโนไอเต้าเจ็บบุญทำไมบานใบใจเพราะถ้ามโนแต่โดยนี้มันปันแต่จริยากำเนิดจันไม่เย็ดไม่ก็เนี่ยมโนตีมุ้ยคือมโนสเตโวเชียดเชมโนปัญจริยาเมียเยดเบียดโดยเทวดาคือเมียนเซลที่เราซาเซลเมียนเซลเนื้อเธอโอเคมโนตีปีรูปเรียงกายเชมโนปัญจริยาเมียเยดปะเปรตเชมโนสมาอันนั้นเราออกละกระกระได้มามโนตีใบค่ะมโนสเปตเตารูปเรียงกายเชื่อมโนปัญจริยาไม่ยึดโดยสัตว์แปรตกายสาหาวคู่เขาจูบเนี่ยก็รอรึงประกับไปจะไปโอ้ประสัตว์แปรตนู้เวียกว่าอันเมนาหาบอยพวกนี้สิได้ใส่เกลียนเพื่อไอ้มูเมากระดาวกายจูบเนี่ยก็บ่ายปูเนี่ยน้องแปรตมโนปะมาเรื่องแปรตรุยตีบุญมโนสเตริชาเนารูปเรียงกายเชื่อมโนปันตะละง่วงคลาวโดโกได้กระใบอัดดังไอ้แต่ตัวแต่ปอนังเชียทนะกราวบำบัดส่วนตมโนเดริชาเนานมโนไอทำมโนละง่วงอัดบานรินโซดไอเต้ไอจังดังตะเพื่อไอกาดริมโนสเปตเต่าโนสเปตก้อนรินโซดเช็ดดังได้พอปันนำนายตัวลูกเปียตัวสาบะเวตุโครบสกอดรัตปูออยกายสาหาวรินเชดังได้ปันนังโบราณขมายลุตทับปลายอ่อนไม่เยียดปลายอ่อนไม่เยียดปลายไอ้ขมิ้นไม่เยียดตัวเปรตอักระนะมวยที่เราทับปลายกลมปลายไอ้ดอลเปลือแล้วปลายอ่อนอย่างนึงเปลือเลยตัวเปรตไอ้ประเดี๋ยวประดักมันบ้านโยกจำนายเชดังกลวนมาปฏิบัตินึงเราสำนัยมันยังว่าการเชื่อมโนปปุตลุกใบใจมโนเตยจิบุญมอไปเคยจริยารึกเปียร์บามโนอันนั้นมันทายังนะอ้อยโกนศึกษาสินโซเจเตอร์พอดปีสิ่งใดหลงวังว่าพอดปีมโนเดริชานนางหายเมียนชีวิตเราเนาจะสัมอาตนายรำเกยสิ่งใดเป็นยัวไอเวงจะยับปนังยานโยมนะบอกเป็นยัวไอเวงจริงที่มันตีไอต่อตัวเตี้ยเตะปะเราปนังยาวสังเคราะห์ตีใบหนึ่งในสังเคราะห์ตีบุญเมตดาเรากูสกอได้ประพวนน้อยโกนยังโกนเมียนเสดดาเราได้เราประพวนคนเองเตะภาษาทั้งไงบัดเอาให้นะพอไปนี่ดอลอ้อระบาดโดนตาขมายได้ปะได้บัดตัวตามเปรียบบรมพุทธเวียนหนึ่งเสียงไงก่อนสไลก่อนเพราะก็มั่มกันละเกดาเราแต่เนี่ยเกให้ไม่เอาปะบะเตอันนั้นเข้าสมอายุเงียนมันได้ไปแก่แปรเป็นย้อนละไม่ไอ้บานเตาลมอ่านประเวณีโดนตาประเวณีโดนตาคือลูกปฏิบัติตามพุทธเวทเปียตูเมียนปริมดาบปดถ้าไม่บานปริสมาสพุทธมันอนุญาตไอ้ก็มั่มกันละดาเราไปได้กลุ่นไอ้บปนคนไอ้เพราะพอเอาโยธาวิยุเวียไว้กับม่อมก็ลายุไว้เวียขึ้นมันครบชรงแต่ไอ้ตาเมื่อตะเคยรูปเรียงสระสะอาดละอ้อเมียนเรียงเรื่องเพื่อละอ้อก็สำไรจะสลันเนี่ยอันบานมือจริยาเมียระเยียดรึกเปียปุยปวงวงตะโกเลยเตบานประสมาบุหามนะกงอันนั้นเฉียดตัวเนี่ยตีระบาลโลอปุงเนี่ยมาได้เต้ได้โลเราอ้อยเนี่ยวิโลปนเนี่ยได้ก็เมนจับเยืองเยตกาจองพเนกบัดเพตกาก็เมนได้กรันแต่โลสำลังเมื่อปุยปวงวงตะโกนน่าได้กิสอาอ้อมเมียนโกนเมนเจ้าจะตะโกสับบรอนังกัดเพ่งกัดเชนนำในบากัดปรับโกนท่านน่ะไม้เคยโกนอันนี้เคยโกนนกเคยกินละอเมียนปุยปมจะระยายละอนะโกนตัวมือตัวบาทัดซ้ำร่มเอาปุ่มได้นึ่งตัวปลาสไลเตะตรงก็กระนั้นในจำเอาลอยกว่านั้น พระลับบัดอหาย
តរោខ្លួនឯងនេះគ្រោះថ្នាក់ធំណាស់យើងមើលអត់គ្រប់ជ្រុងបានបុរាណលោកលើកជាពីលោកថាទេពីមើលក្រិតស្ដេចស្រីមើលវិន័យរបស់ក្សត្រស្ដេចស្រីលោកមានវិន័យល្អជាក្សត្រទេឲ្យមើលចឹងក្សត្រាមើលរិទ្ធព្រះមហាក្សត្រប្រុសនោះឲ្យមើលរិទ្ធអំណាចលោកធ្វើអីសម្រេចតែមានគេគោរពកោតក្រែងในការងាររបស់លោកទេហ៊ានមើលចេះស្ដាពួកទេហ៊ានមើលការដែលគេដើរគេអីវាព្រមព្រៀងវាស្រស់គ្នាតែគ្មានរពើរពើងទេតែទេហ៊ានមើលចេះស្ដាជាងមើលអំពីហត្ថាជាងធ្វើអីក៏ដែរកុំទៅសួរជាងណាក៏អួតតែខ្លួនឯងប្រកែដែរធ្វើអីក៏ល្អដែរអត់បានទេឲ្យទៅមើលដឹងថាជាងនៅធ្វើអីណាកត់សាលាវាណាទៅមើលការងារដែលធ្វើនោះល្អអាក្រក់យើងទៅឃើញអានេះអំពើដែលជាងនៅវាធ្វើនោះទោះយកភរិយាមើលនេះលំនៅបើយើងចង់បានប្រពន្ធធ្វើម៉េចបានទៅដល់ផ្ទះគេណាទៅដល់ផ្ទះឃើញទាំងអស់ហើយពោឃើញរបៀបរៀបចំសណ្ដាប់ធ្លាប់ក្នុងផ្ទះរបស់របរសម្ភារៈភូមិករគេយ៉ាងម៉េចទៅក៏ឃើញម៉ែឪគេពោលវាចាសាស័ព្ទទៅកាន់គ្នានឹងសភាពរៀបសារយ៉ាងណាអីយ៉ាងណាម៉ែឪនោះក៏ពោលលោកកាន់ក៏ឃើញទាំងអស់នឹងបានទៅទោះយកភរិយាមើលនេះលំនៅប៉ានេះអ្នកដែលមានមុនហើយបើខោបើអ្នកដែលមិនទាន់មានមុនរកប្រពន្ធឲ្យទៅមើលផ្ទះគេសិនបើដូចមានកន្លោះមកស្ដាប់ធ្វើអបងនោះនេះអត់មានកន្លោះមកស្ដាប់ធ្វើអបងបានប្រាប់អ្នកណាអានឹងមានម៉ែឪឯប្រាប់កូនកន្លោះណាកូនអើយចៅបើប្រពន្ធទៅតាមទៅមើលផ្ទះគេសិនមានភាពសំណាប់ត្រឹកយ៉ាងម៉េចអានឹងចឹងសំយើងនិយាយជ្រាបចាព្រោះដូចអាត្មាជំរាបឯថាមេដាបដាលោកមើលសពគ្រប់ទាំងអស់សពជ្រុងដល់យើងមើលតែមួយជ្រុងទេនៅបានតួនាទីហ្នឹងមេដាបេដាទេលោកសង្គ្រោះកូនធ្វើម៉េចបានត្រឡប់មកវិញឥឡូវអស់ហើយទៅទូលវប្បធម៌បាច់ចំបទេមកក្របសង្កត់ពេញល្បាហើយបាត់ប្រពៃណីដ៏ល្អវប្បធម៌ដ៏ល្អបើវប្បធម៌អាក្រក់ចេះតែផុសឡាល្អចេះតែបាត់អស់ទៅអានេះជាគ្រោះថ្នាក់មួយសម្រាប់សង្គមរបស់យើងហើយព្រមមនុស្សអស់គោរពគ្នាចឹងបណ្ណាកិច្ចការទាំងបាននៅលើលោកជាមេដាបេដាតែអប់រំកូនប្រុសកូនស្រីរបស់លោកបញ្យល់ប្រាប់ហេតុការទាំងអស់ហ្នឹងអានេះជាកិរិយាដែលសង្គ្រោះទី4ហើយសង្គ្រោះទី5រៀបចំឲ្យកូនមានស្គូសកលរួចហើយកឹប3បែងចែកសម្បត្តិទ្រព្យមរតកដល់កូននឹងចំក្រោយបំផុតទី5ហើយទី5មានអីក៏ស្អីក៏ខានវាមិនបានដែរធម្មតាម៉ែឪនោះបើចេះតែចែកកូននេះសប្តាហ៍ថ្ងៃនេះវាសំខាន់ផុតនៅលើដីសំផ្ទះចែកកូនប៉ុណ្ណេះមេតប៉ុណ្ណោះមេតអីម្នាក់យាយចាហ្នឹងក៏គេដែរធ្វើព្រឹត្តទៅតាមលទ្ធភាពរបស់ផងយើងស្ដាប់បានទេហើយអានេះធ្វើ5យ៉ាងដែលមេដាបេដាលោកសង្គ្រោះយើងហ្នឹង